ប្រហែលជាដល់ពេលដែលយើងត្រូវសួរខ្លួនឯងហើយថាតើក្តីស្រឡាញ់មួយនេះកំពុងធ្វើឲ្យជីវិតរបស់យើងល្អប្រសើរឡើងឬកំពុងតែធ្វើឲ្យយើងនឿយហត់ជាងមុនវីដេអូមួយនេះផ្ញើជូនជាពិសេសដល់គ្នាយើងដែលកំពុងដាក់ចិត្តស្រឡាញ់នរណាម្នាក់ឯងណាជារឿងធម្មតាទេនៅពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់លើនរណាម្នាក់យើងចាប់ផ្ដើមបង្កើតពិភពលោកថ្មីមួយសម្រាប់អារម្មណ៍របស់ខ្លួនឯងណាយើងព្យាយាមមើលឃើញចំណុចល្អរបស់គេយើងព្យាយាមយល់ពីគេព្យាយាមបិទភ្នែកមើលមិនឃើញចំណុចអាក្រក់របស់គេតាមពិតទៅបេះដូងយើងដឹងការពិតតាំងតែពីដំបូងមកម្ល៉េះដឹងថាគេមិនបានស្រឡាញ់យើងដោយដែលយើងស្រឡាញ់គេណាដឹងថាគេមិនបានផ្ដល់ភាពសំខាន់ឲ្យយើងដោយដែលយើងផ្ដល់ឲ្យគេដឹងថាគេមិនបានធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាពនៅក្នុងទំនាក់ទំនងមួយនេះទេប៉ុន្តែយើងនៅតែបន្តសង្ឃឹមថាថ្ងៃណាមួយគេនឹងផ្លាស់ប្ដូរបន្តជឿថាថ្ងៃណាមួយគេនឹងមើលឃើញពីតម្លៃរបស់យើងបន្តរងចាំអ្វីដែលសូម្បីតែខ្លួនឯងក៏មិនជឿជាក់ដែររហូតដល់ពេលមួយយើងចាប់ផ្ដើមគិតច្រើនជាងសប្បាយចិត្តភ្ញាក់ពីគេងមកក៏គិតពីគេមុនចូលគេងក៏គិតពីគេពេលឆាតទៅគេមិនឆ្លើយតបឆាតយើងក៏នៅតែគិតពីគេស្ងាត់យើងក៏គិតពីគេផ្លាស់ប្ដូរយើងក៏នៅតែគិតពីគេទំនាក់ទំនងដែលគួរតែផ្ដល់ក្តីសុខបែរជាធ្វើឲ្យយើងរស់នៅជាមួយនឹងការថប់អារម្មណ៍រាល់ថ្ងៃទៅវិញហើយពេលនោះប្រហែលជាដល់ពេលដែលយើងត្រូវសួរខ្លួនឯងហើយថាតើក្តីស្រឡាញ់មួយនេះកំពុងធ្វើឲ្យជីវិតរបស់យើងល្អប្រសើរឡើងឬកំពុងតែធ្វើឲ្យយើងនឿយហត់ជាងមុនមនុស្សដែលស្រឡាញ់យើងពិតប្រាកដប្រហែលជាគេមិនល្អឥតខ្ចោះទេប៉ុន្តែគេនឹងមិនធ្វើឲ្យយើងសង្ស័យពីតម្លៃរបស់ខ្លួនឯងជារៀងរាល់ថ្ងៃនោះឡើយគេនឹងមិនធ្វើឲ្យយើងមានអារម្មណ៍ថាត្រូវប្រឹងប្រែងម្នាក់ឯងដើម្បីរក្សាទំនាក់ទំនងមួយនោះទេគេនឹងមិនទុកឲ្យយើងរស់នៅជាមួយនឹងសំណួរជារៀងរាល់យប់នោះដែរដូច្នេះប្រសិនបើអ្នកដឹងថាមនុស្សម្នាក់នោះមិនបានផ្ដល់ក្តីស្រឡាញ់និងមិនបានផ្ដល់ភាពសំខាន់និងមិនបានផ្ដល់អារម្មណ៍សុវត្ថិភាពដល់អ្នកកុំរងចាំរហូតដល់បេះដូងរបស់អ្នកបាក់ខ្ទេចខ្ទីទើបដើរចេញចូលរៀនដកចិត្តចេញបណ្ដើរៀនកាត់ចិត្តបន្ថយការរំពឹងទុកបណ្ដើរៀនផ្ដោតលើខ្លួនឯងឲ្យបានច្រើនជាងមុនរៀនទទួលយកការពិតដែលយើងបានដឹងរួចមកហើយវាមិនមែនជាការបោះបង់ទេវាគឺជាវិធីនៅក្នុងការការពារបេះដូងរបស់ខ្លួនឯងព្រោះពេលខ្លះការឈឺចាប់ធំបំផុតមិនមែនមកពីការបែកបាក់តែមួយមុខនោះទេតែមកពីការដឹងការពិតហើយយើងនៅតែបង្ខំខ្លួនឯងឲ្យសង្ឃឹមបន្តទៀតដូច្នេះបើអ្នកមើលឃើញសញ្ញាទាំងអស់នេះហើយចូលត្រៀមចិត្តឲ្យហើយមិនមែនដើម្បីស្អប់គេទេមិនមែនដើម្បីសងសឹកគេទេតែដើម្បីឲ្យថ្ងៃណាមួយនៅពេលដែលអ្នកត្រូវដើរចេញអ្នកនឹងមិនបាត់បង់ខ្លួនឯងទាំងស្រុងទៅជាមួយនឹងទំនាក់ទំនងមួយដែលមិនដែលផ្ដល់សុភមង្គលឲ្យអ្នកតាំងតែពីដំបូងមកម្ល៉េះ